បាទជំរាបសួរបងបាទnghiệpសួរបាទបងមានឈ្មោះដែរបងជាងសិរិទ្ធបងចង់ដឹងពីមុននឹងប្រើណាកូស៊ីនេះបងជួយខ្លះបងខ្ញុំឈឺច្រមុះឈឺក្បាលលាកពងកថប់ដង្ហើមគេងអត់បានគ្រូតាំងច្រមុះដកតាបបាក់ដកដង្ហើមនិងលមាស់តិចច្រមុះក្បាលដេកយប់អីក្រោកតែអង្គុយខាកស្ដោះដកដង្ហើមពេលមេឃតិចមកដកដង្ហើមបបាក់ដកដង្ហើមហ្នឹងគ្រូអញ្ចឹងឆ្លេះនឹងពងកនឹងឈឺកក្តៅកពេលវាធ្វើទប់ច្រមុះដល់ពេលយើងបានប្រើថ្នាំហ្នឹងទៅវាបានដកដង្ហើមស្រួលគ្រូបានដកដង្ហើមបានហើយវាអត់ស្អីក្តៅកបានធូរច្រមុះហ្នឹងវាមិនបានវាធ្វើទុកក្បាលដកដង្ហើមហ្នឹងបងដុសសាច់គ្រូដុសសាច់ក្នុងហ៊ុនច្រមុះហ្នឹងទៅវាចិត្តហ៊ុនច្រមុះហ្នឹងខ្យល់អត់បានចេញចូលដកដង្ហើមបានតែមួយហៀងវាអត់បានខ្យល់ពេញអញ្ចឹងហើយបងឈឺប្រហែលខែប្រហែលឆ្នាំហើយបងឈឺ9ឆ្នាំហើយគ្រូចូល9ឆ្នាំហើយបាទឥឡូវបងប្រើណាកូស៊ីនេះប្រហែលថ្ងៃបានដឹងធូរខ្ញុំប្រើដំបងបាន5ថ្ងៃបានដឹងថាធូរគ្រូបាទធូរមិនខ្លះដែរបងធូរដកដង្ហើមបានអត់ឈឺក្បាលហើយនឹងក្តៅកអីក៏វាថយបានច្រើនគ្រូចុះឥឡូវសរុបមកបងប្រើអស់ម៉ានកំប៉ុងហើយអស់2កំប៉ុងគ្រូឥឡូវ2កំប៉ុងជាអីខ្លះបងជាលែងក្តៅកដកដង្ហើមបានហើយនឹងសាច់ច្រមុះហ្នឹងក៏វារួញនៅសល់តិចតួចឈឺក្បាលលមាស់តិចទៀតមកអីជាអស់ហើយគ្រូអាហ្នឹងហើយបងពីមុនធ្លាប់ប្រើថ្នាំអីផ្សេងច្រើនមកទេបងខ្ញុំប្រើថ្នាំបាញ់ប្រមាណប្រភេទហើយតែប្រើទៅវាអត់មានប្រសិទ្ធភាពពេលបាញ់បានមួយផ្លែតហ្នឹងដល់ពេលអស់ថ្នាំនេះទៅដែរចុះឥឡូវប្រើណាកូស៊ីនេះមិនដែរបងអស់ពីកំប៉ុងដល់ប្រើណាកូស៊ីហ្នឹងដាក់ទៅដូចថាដកដង្ហើមបានមានអារម្មណ៍ស្រស់ស្រាយថាដូចជាគ្រូមានអារម្មណ៍ថាតាមដានទៅអត់មានរើវិញវាប៉ុណ្ណាវាប៉ុណ្ណឹងបាត់ជាទៅប៉ុណ្ណឹងហ្មងវាអត់មានរើដូចឆ្នាំផ្សេងមកទៀតបាទឥឡូវសរុបមកបងជាអីខ្លះឥឡូវជួយរៀបរាប់អស់មកបាទជាលមាស់ភ្នែកហើយនឹងជាពងកលមាស់ក្បាលលមាស់ក្នុងតិចដុសសាច់អីរួញឡើងរៀបការពីមិនទាន់លេបថ្នាំគេអត់បានទេគ្រូបាទមកយកក្រោកពី3ដងក្រោកខាកក្រោកស្ដោះព្រោះវាត្រូវធាតតិចទៅតាំងច្រមុះធ្វើឲ្យថប់ដង្ហើមដេកអត់បានបាទហើយចុះឥឡូវដកដង្ហើមមិនដែរស្រួលបងឥឡូវដកដង្ហើមស្រួលធម្មតាគ្រូបាទបងបាទចឹងបងជឿជាក់ទៅលើគុណភាពណាកូស៊ីទេបងបាទជឿជាក់លើណាកូស៊ីហ្នឹងពីមុនខ្ញុំដេកគិតថាស្ដាយលុយតែបើដល់ពេលបានប្រើទៅបានអត់ដឹងថាស្ដាយលុយទេពិតជារបស់គេមែនគិតថាថោកឬក៏តម្លៃនឹងសមរម្យបងតម្លៃវាមិនថ្លៃទេគ្រូឲ្យតែថ្នាំហ្នឹងជាពិតប្រាកដមិនថ្លៃទេប៉ុណ្ណឹងបាទព្រោះបងប្រើផលិតផលអីថ្នាំផ្សេងអស់ច្រើនមុខហើយណាបាទខ្ញុំប្រើវាឆ្អែតដល់ថ្នាក់ប្រើទៅវាអត់បាត់ដល់ចង់កើតជំងឺបាត់ទឹកចិត្តមិនដឹងប្រើថ្នាំណាបាទឥឡូវសុបាយចិត្តទេបងបាទសុបាយចិត្តថងថាប្រើថ្នាំនឹងត្រូវឬគ្រូហើយបងមានពាក្យពេចន៍អីផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនមិនទាន់ជឿជាក់មិនទាន់បានប្រើកំពុងតែឈឺពងស្វែងរកថ្នាំដូចបងអញ្ចឹងខ្ញុំផ្ដាំផ្ញើទៅអតិថិជនដែលកើតជំងឺអាឡែស៊ីដោយរូបខ្ញុំនេះប្រើថ្នាំណាកូស៊ីទៅព្រោះអីខ្ញុំពីមុនមិនជឿតែឥឡូវខ្ញុំបានប្រើជារបស់ខ្ញុំមែនបានខ្ញុំជឿបាទអរគុណច្រើនដែលបងជួយចែករំលែកបាទណាបាទអរគុណបងជឿលេបាទ